សម្រាប់អ្នកប្រជាធិបតេយ្យខ្ញុំពេញចិត្តជាងគេពិភពលោកគឺសហរដ្ឋអាមេរិកនឹងតែម្ដងបាទអ្នកណាថាខ្ញុំលំអៀងអីក៏ដោយខ្ញុំលំអៀងទៅរកកាទៀវទៅរកទឹកស៊ុបណាខ្ញុំអត់ទៅរកប្រហុកឬមួយកំបិលទេប៉ាខ្ញុំគាត់ធ្លាប់និយាយពីសង្គមចាស់ប៉ាខ្ញុំធ្វើគ្រូបង្រៀនគាត់ជានាយកសាលានៅសាលាកោះរំដួលស្រុកកកខេត្តពោធិ៍សាត់គាត់ធ្លាប់និយាយថាបើស៊ីឈ្នួលគេណាទៅស៊ីឈ្នួលអ្នកណាដែលគេមានការីនំប៉័ងបើគេហូបការីហូបនំប៉័ងយើងអ្នកនៅជាមួយស៊ីឈ្នួលហ្នឹងក៏បានបាត់ឆ្នាំងដែរតែបើទៅរកអ្នកដែលគេហូបប្រហុកហូបត្រីងៀតហើយយើងមិនបាល់ឡើយអានឹងគាត់ផ្ដាំអញ្ចឹងបើយើងទៅស៊ីឈ្នួលអ្នកដែលហូបប្រហុកអានឹងយើងប្រហុកត្រីងៀតយើងអ្នកស៊ីឈ្នួលហ្នឹងមិនបាល់ឡើយបើគេស្លការីយ៉ាងហោចក៏សល់បាត់ឆ្នាំងដែរអញ្ចឹងសម្រាប់ខ្ញុំណាអ្នកប្រជាធិបតេយ្យខ្ញុំពេញចិត្តអាមេរិកជាងគេក្នុងពិភពលោកនេះព្រោះទី1អាមេរិកមហាអំណាចទី2អាមេរិកអត់ទៅចង់បានដីខ្មែរទេបងប្អូនពួកមហាអំណាចដែលមកគ្រប់គ្រងប្រទេសដទៃតូចលើកលែងតែបារាំងចំនួនបារាំងតែបារាំងឥឡូវក៏គេជឿនលឿនដែរបារាំងចំនួនមុនបងប្អូនមើលអាណានិគមបារាំងប្រទេសដែលអាណានិគមបារាំងអត់សូវជឿនលឿនទេមិនមែនថាមិនជឿនលឿនទេជឿនលឿនដែរតែអត់សូវជឿនលឿនទេឧទាហរណ៍ដូចប្រទេសខ្មែរពេលដែលបារាំងគ្រប់គ្រងបារាំងអត់ធ្វើដូចអង់គ្លេសទេអង់គ្លេសក្រោយពីសង្គ្រាមលើកទី2មកគ្រប់គ្រងមានលើកទី1មកគ្រប់គ្រងមានញូហ្សេឡង់មានអូស្ត្រាលីមានកាណាដាហ្នឹងបារាំងគ្រប់គ្រងមកជាហៀងអង់គ្លេសគ្រប់គ្រងមកជាហៀងអញ្ចឹងហើយបានមានបារាំងភាសាកាណាដាហ្នឹងអ្នកនិយាយភាសាបារាំងផ្សេងទៅអ្នកនិយាយភាសាអង់គ្លេសផ្សេងទៅដោយសារអីកាលហ្នឹងវាមានការគ្រប់គ្រងមកជាហៀងម្នាក់អញ្ចឹងក៏ប៉ុន្តែអាណានិគមក្រោមអង់គ្លេសគឺពេលដែលគេចូលមកដោយប្រទេសញូហ្សេឡង់ប្រទេសអូស្ត្រាលីគេយកច្បាប់អង់គ្លេសយកមកប្រើហើយប្រទេសហ្នឹងគឺគេរុញច្រានឲ្យមានការជឿនលឿនដូចអង់គ្លេសឃើញទេរីឯអាណានិគមបារាំងចំនួនមុនយើងអត់និយាយពីឥឡូវទេចំនួនមុនគឺកាលណាយើងអាណានិគមក្រោមបារាំងគឺបារាំងបើកដូចឆ្លើងជក់ឈាមអញ្ចឹងបើកពីប្រទេសហ្នឹងយកទៅបំពេញប្រទេសគាត់បងប្អូនមើលចំនួនដែលបារាំងចូលស្រុកខ្មែរយើងពីដើមខ្មែរយើងចាយពីដើមឡើងមកប្រាក់សុទ្ធខ្ញុំចាំប្រាក់1រៀលគឺប្រាក់សុទ្ធដែរ1រៀលពីដើមប្រាក់សុទ្ធ1រៀលហ្នឹងគឺធ្វើពីប្រាក់សុទ្ធហើយប្រាក់គេហៅប្រាក់ស្នូកមួយស្នូកហ្នឹងវាមាន16រៀលទម្ងន់1រៀលហ្នឹងយកមក6 10រៀលហ្នឹងគឺស្មើនឹងទម្ងន់ប្រាក់ស្នូកដូចស្នូកជ្រូកអញ្ចឹងគេធ្វើពីដើមហ្នឹងដូចស្នូកជ្រូកអញ្ចឹងប៉ុណ្ណឹងប្រវែងហ្នឹងរៀងទូកងបន្តិចអញ្ចឹងអានេះគេហៅប្រាក់ស្នូកពីដើមហ្នឹងស្មើនឹង6 10រៀលក្នុងមួយស្នូកនឹងខ្ញុំចាំព្រោះប៉ាខ្ញុំអីពីដើមឃើញគាត់ដាក់ប្រាក់ស្នូកនឹងកាលខ្ញុំនៅទូទាំងកេះទាំងប្រអប់ឈើបងប្អូនហ្នឹងហើយមានប្រាក់រៀលអីនឹងខ្ញុំចូលចិត្តយកប្រាក់រៀលនឹងយកមកលេងអីចឹងទៅប៉ះចំណាគាត់រករឿងខ្លាចបាត់របស់គាត់ហើយប្រាក់ស្នូកនោះវាធ្ងន់ហើយនៅពេលដែលបារាំងមកអាណានិគមខ្មែរគេដឹកអាប្រាក់ស្នូកដឹកអាប្រាក់រៀលនឹងយកទៅបារាំងទាំងអស់ហើយគេបោះกระดาษឲ្យយើងប្រើគេថាធ្ងន់ព្រោះប្រើអាហ្នឹងវាធ្ងន់ណាស់តើណាស្ពាយអញទាំងបើថាយើងប្រើច្រើននោះវាស្ពាយអញទាំងកប៉ៅទាំងកបោបដាក់កប៉ៅមិនកើតទេប្រាក់ស្នូកនោះវាធ្ងន់អញ្ចឹងគេថាធ្ងន់អញ្ចឹងគេបោះกระดาษឲ្យយើងប្រើក៏ប៉ុន្តែគេយកអាប្រាក់យើងហ្នឹងយកទៅស្រុកគេបាត់វាគួរតែយកប្រាក់ហ្នឹងទិញជាមាសឬមួយក៏ប្រាក់ហ្នឹងតម្កល់នៅក្នុងអង្គការសហជីវជាតិដើម្បីឲ្យលុយយើងមានតម្លៃហើយប្រាក់ពីដើមលុយរៀលវាអត់ចុះទេព្រោះប្រាក់នេះវាមានតម្លៃបើទោះបីជាគេរំលាយប្រាក់ហ្នឹងទៅជា0ដុំយកទៅលក់ក៏តម្លៃប្រាក់ហ្នឹងវាស្មើជាមួយនឹង1រៀលនឹងដែរអញ្ចឹងបានរូបិយប័ណ្ណទោះបីអត់ជំនាន់មុនអត់មានតម្កល់តែប្រើអាប្រាក់សុទ្ធប្រាក់ស្នូកអីហ្នឹងគឺអត់បាច់តម្កល់ទេព្រោះរបស់ហ្នឹងវាទោះបីជាវាបាក់បែកអ្មិចក៏ដោយវាលលួយអ្មិចក៏ដោយក៏នៅតម្លៃដដែលព្រោះតម្លៃរបស់ប្រាក់យល់ទេវាមិនមែនกระดาษវាមិនមែនរបស់ដែករបស់អីវាអត់សូវតម្លៃតែប្រាក់វាមានតម្លៃវាដូចថាមាសអញ្ចឹងតំណាងអញ្ចឹងតែប្រាក់វាមិនថ្លៃដូចមាសអញ្ចឹងប្រទេសបារាំងគឺគេប្រមូលទៅអញ្ចឹងរីឯអង់គ្លេសគេអត់ធ្វើអញ្ចឹងទេគេមកគ្រប់គ្រងនៅប្រទេសញូហ្សេឡង់អ្នកឯងយកច្បាប់អង់គ្លេសយកមកប្រើអនុវត្តច្បាប់នៅប្រទេសនេះប្រើហើយភោគផលដែលគេជញ្ជូនគេមកធ្វើផ្លូវគេមកកសាងឲ្យដូចអង់គ្លេសដូចគ្នាដើម្បីឲ្យជឿនលឿនឲ្យដូចអង់គ្លេសដែរគេហៅថា Commonwealth អង់គ្លេសគេ Commonwealth អញ្ចឹងគេធ្វើឲ្យ
អ្នកដែលគ្រប់គ្រងដែលប្រទេសដែលគេត្រូវគ្រប់គ្រងហ្នឹងឲ្យទៅជាសហព័ន្ធរបស់អង់គ្លេសនឹងតែម្ដងដល់ពេលបារាំងមិនមែនជាសហព័ន្ធរបៀបជាអាណានិគមអញ្ចឹងគេបារាំងក៏គេដឹកនាំឲ្យជឿនលឿនដែរដូចនៅស្រុកខ្មែរពីដើមដែលមុនចំនួនសេអនុអីហ្នឹងបងប្អូនមើលជឿនលឿនដោយសារស្អីគេស្រុកខ្មែរបើគុំប្របាទអង្គឌួងដែលរត់ទៅពឹងបារាំងហើយបារាំងមកគ្រប់គ្រងខ្មែរជាង100ឆ្នាំហ្នឹងខ្មែរប៉ុណ្ណេះយួនលេបសៀមលេបយកបាត់ទៅហើយនេះជាការវៃឆ្លាតរបស់ស្ដេចខ្មែរគឺប្របាទអង្គឌួងដោយសារគាត់ឃើញថាការដែលប្រទេសចុះខ្សោយដោយសារការដឹកនាំយើងខ្វះតបខ្វះអីដែលអ្នកជិតខាងប្រុងមកសង្កត់កយើងហើយគឺរត់ទៅប្រដឹងបារាំងជួយការពារខ្មែរយើងបានសុខសន្តិភាពស្ថិរភាពពីពេលនោះមកក៏ប៉ុន្តែបន្ទាប់ពីស្ដេចអង្គឌួងនឹងមកស្ដេចបន្ទាប់មកទៀតរហូតដល់ស្ដេចសេអនុអីហ្នឹងគឺចាញ់នយោបាយរបស់គេធ្វើម៉េចគេខាងកើតគេខាងលិចឲ្យយើងទៀមទាឯករាជ្យទៅចឹងហើយបានជំនាន់សេអនុនឹងយុវ័នចាស់យកកភ្លើងឈើយកមកហាត់ដេញបារាំងចេញទៀមទាយកឯករាជ្យគេចង់ឲ្យបារាំងចេញដើម្បីស្អីដើម្បីវេទនាដូចឥឡូវហ្នឹងឃើញយួនគេចូលមកទេឃើញថៃគេចូលមកគៀបសង្កត់យើងតាមចិត្តទេកាលដែលបារាំងគ្រប់គ្រងមុខពួកអស់នឹងដែលហ៊ានមកក្អកដាក់ខ្មែរអត់ហ៊ានទេអត់ហ៊ានប៉ះខ្មែរទេអញ្ចឹងអ្នកប្រជាធិបតេយ្យសម្រាប់ខ្ញុំសហរដ្ឋអាមេរិកនៅញូហ្សេឡង់រាល់ថ្ងៃនេះក្រោមការគ្រប់គ្រងអាមេរិកណាអង់គ្លេសណាគោរពស្ដេចអេលីសាបេតពីមុនឥឡូវ King គោរព King របស់ប្រទេសអង់គ្លេសច្បាប់នៅញូហ្សេឡង់ប្រើច្បាប់អង់គ្លេសទាំងអស់រដ្ឋធម្មនុញ្ញមកអង់គ្លេសទាំងអស់បងប្អូនមើលសួរប្រទេសញូហ្សេឡង់មិនក្រៅអាណានិគមអង់គ្លេសហ្នឹងមិនជួយសារកទៅឲ្យអាមេរិកទៅឲ្យអង់គ្លេសឬមួយក៏អង់គ្លេសមកគ្រប់គ្រងមកគៀបសង្កត់អត់មានទេយ៉ាងណាមិញខ្មែរយើងសិង្ហបុរីនៅពេលដែលយកឯករាជ្យពីម៉ាឡេព្រឹបសិង្ហបុរីវត្តចូលនៅអង់គ្លេសផ្លុក80ឆ្នាំសញ្ញេខ្វោក80ឆ្នាំទ័ពរបស់ញូហ្សេឡង់ក៏ទៅការពារសិង្ហបុរីដែរអញ្ចឹងបើខ្មែរយើងឧបមាណា Commonwealth ខ្ញុំអត់និយាយពីក្រោមការអាណានិគមអីរបស់អាមេរិកអីទេសហការជាមួយអាមេរិកចាប់ដៃអាមេរិកឲ្យជាប់សងខាងលូន100យើងអត់ហ៊ានទេចឹងអ្នកប្រជាធិបតេយ្យសម្រាប់ខ្ញុំមិនមែនតែខ្ញុំនិយាយនេះដើម្បីឲ្យលំអៀងអីអត់ទេយើងអព្យាក្រឹតក៏ប៉ុន្តែអព្យាក្រឹតយើងឥឡូវដោយលោកហ៊ុនសែនក៏ស្រែអព្យាក្រឹតតែអព្យាក្រឹតគាត់អព្យាក្រឹតនៅតែប្រទេសចិនណាហើយនៅពិភពលោកណាអានេះខ្ញុំគ្រាន់តែឧទាហរណ៍ណាកន្លែងណាក៏ដោយបើយើងចូលនៅក្នុងក្លាប់របស់គេឧទាហរណ៍ឥឡូវយើងចង់ហាត់កីឡាហើយបើយើងអត់ចូលជាសមាជិករបស់ក្លាប់កីឡារបស់គេយើងនៅក្រៅសៃវេនគ្រូណាមកបរៀនយើងគ្រូណាមកយកចិត្តទុកដាក់ជាមួយយើងបងប្អូនពិចារណាមើលតើតែយើងចូលក្លាប់ជាមួយគេបានគេយកចិត្តទុកដាក់បានគេការពារយើងបានគេទទួលខុសត្រូវជួយមើលយើងការដឹកនាំប្រទេសក៏ដូចគ្នាតែលោកហ៊ុនសែនគាត់ចូលជាមួយគេតែគាត់ទៅចូលជាមួយអ្នកស៊ីបោកស៊ីត្រីងៀតគាត់អត់ទៅចូលអាគេស៊ីស្លការីស៊ីស៊ុបទេហើយដល់គេស៊ីត្រីងៀតគេមានត្រីងៀតស៊ីហ្នឹងគេមានបោកស៊ីហ្នឹងអញ្ចឹងឲ្យហ៊ុនសែនស៊ីអំបិលទៅឯងមិនចឹងបងប្អូនពិចារណាតើគេស៊ីបោកយើងអំបិលហើយអាហ្នឹងខ្ញុំន័យប្រៀបធៀបអីណាតែបើមិនជឿជាមួយអាមេរិកជាមួយមហាអំណាចធំដែលជាអ្នកប្រជាធិបតេយ្យគេចូលមកគេមិនចង់ជួយយើងគេមកការពារយើងបើយើងជាសមាជិករបស់គេគេត្រូវតែការពារអ្នកណាហ៊ានប៉ះឥឡូវបងប្អូនមើលចិនតៃវ៉ាន់ជាកូនជឹងរបស់សហរដ្ឋអាមេរិកចិនហ៊ានទេចិនហ៊ានក្អកជាមួយតៃវ៉ាន់ទេសាកលើមើលអាមេរិកដាក់ខ្ចប់លើនេះជារឿងពិតបងប្អូនខ្ញុំនៅប្រទេសញូហ្សេឡង់ខ្ញុំប្រកាសជាផ្លូវការខ្ញុំជាសមាជិករបស់គណៈបក Labor នៃរដ្ឋាភិបាលញូហ្សេឡង់ក្នុង Constitution របស់សមាគមខ្ញុំគណៈកម្មការសមាគមប្រធានសមាគមក្រោយ
ចូលរួមជាមួយនយោបាយណាអត់មានខុសច្បាប់ទេលើកលែងតែខ្ញុំយកឈ្មោះសមាគមគុំខ្ញុំទាំងមូលយកទៅគ្រប់គ្រងគណៈបកអានឹងបានខ្ញុំខុសអញ្ចឹងវាតាក់ទងជាមួយនឹង constitution ដែលយើងបង្កើតអញ្ចឹងវាតាក់ទងជាមួយនឹងច្បាប់របស់សមាគមដែលយើងបង្កើតនៅក្នុងប្រទេសក៏ដូចគ្នាដែរការដឹកនាំប្រទេសក៏ដូចគ្នានេះយើងបង្កើតជា rule យើងមិនមែនខ្ញុំគេទេតែយើងជាសមាជិករបស់គេដើម្បីជួយគ្នាទៅវិញទៅមកមានរឿងអីយើងខុសអញ្ចឹងសម្រាប់បុគ្គលខ្ញុំប្រទេសសេរីខ្ញុំមើលឃើញអាមេរិកអត់មានមើលឃើញប្រទេសណាទេដែលធំសម្រាប់ខ្ញុំអាមេរិកវិចិត្រសួស្ដីពីចម្ងាយប៉ាល់សុភិនជំរាបសួរលោកប៉ាធរសម្លាញ់គឺពីចម្ងាយអូយអរគុណច្រើនឡើងទៅជាកូនធរហើយអរគុណសុភិនបាទអរគុណវិចិត្រខិនបាទសួស្ដីសេងហុងជំរាបសួរពីចម្ងាយសុខទុក្ខសប្បាយអត់ទុកសប្បាយជាទេបាទអរគុណសុខសប្បាយពីចម្ងាយមករាឈុនលោកពូរ៉ាស៊ីគាត់ជាមេដឹកនាំតំណាងឲ្យប្រជាជនញូហ្សេឡង់បាទអរគុណមករាលើកខ្ញុំអរគុណច្រើនគ្រប់ត្រខ្ញុំអរគុណបងប្អូននៅទីនេះដែលតែងតែយកចិត្តទុកដាក់ឲ្យគ្រប់ត្រខ្ញុំធ្វើឲ្យខ្ញុំរុញច្រានឲ្យខ្ញុំកាន់តែមានឆន្ទៈកាន់តែខ្លាំងយ៉ាងណាមិញបងប្អូនឃើញអាស៊ីសេរីនៅពេលដែលបងប្អូនគ្រប់ត្រអាស៊ីសេរីជួយ like ជួយ share ជួយ comment ធ្វើឲ្យបុគ្គលិកអាស៊ីសេរីកាន់តែសប្បាយចិត្តព្រោះអ្នកដែលចូលមើលមួយថ្ងៃកើនទៅរាប់លានអ្នកទៅពីសែនរហូតដល់លានធ្វើឲ្យទឹកចិត្តគាត់សប្បាយចិត្តគាត់ប្រឹងធ្វើការស្វែងរកការពិតឲ្យយើងកាន់តែច្បាស់ទៀតរកកាន់តែច្រើនឲ្យយើងទៀតនេះជាចំណុចមួយដែលចេះប្រើមនុស្សប្រើដោយការលើកទឹកចិត្តបែបហ្នឹងអញ្ចឹងយ៉ាងណាមិញខ្ញុំនៅញូហ្សេឡង់ខ្ញុំអរគុណបងប្អូនសកម្មជននៅទីនេះគាត់លើកទឹកចិត្តខ្ញុំលើកទឹកចិត្តខ្ញុំនេះហើយដែលរុញឲ្យចិត្តខ្ញុំមានមនសិការជាតិកាន់តែខ្លាំងអត់បដូរទេចំណាស់ណាក៏ដោយអត់បដូរទេហើយចង់អ្នកណានិយាយទៅខ្ញុំជួបគឹមសន្តិភាពមុននឹងជួបមានការអនុញ្ញាតពីថ្នាក់ដឹកនាំកម្ពុជាបានសាវរ៉ាស៊ីទៅជួបហើយជួបនឹងចង់ដឹងថាតើគេនិយាយអីគេធ្វើអីមកដាក់យើងនេះគោលដៅរបស់យើងអញ្ចឹងឲ្យសាវរ៉ាស៊ីទៅលក់ក្បាលឲ្យគេស្អែកអត់ធ្វើទេណាអញ្ចឹងពួកខ្លះយើងមិនថាស្អីទេសម្រាមខ្លះប៉ើងពីអាមេរិកអីមកអូពីដើមមកឃើញខ្ញុំទៅអាមេរិកនឹងខ្ញុំបានលាចេញពីគណៈបកភ្លើងទៀនកាលហ្នឹងខ្ញុំជាគណៈកម្មការអចិន្ត្រៃយ៍នៅស្រុកខ្មែរហ្នឹងគណៈភ្លើងទៀនជាគណៈកម្មការអចិន្ត្រៃយ៍ហើយខ្ញុំទៅបាតកម្មហ៊ុនម៉ាណែតហើយបើសិនជាយើងមិនលាចេញពីគណៈបកភ្លើងទៀនទេយើងទៅបាតកម្មច្បាស់ជាហ៊ុនសែនរករឿងភ្លើងទៀននៅក្នុងហើយអញ្ចឹងយើងក៏ធ្វើលិខិតលាទៅពេលដែលលាទៅនិយាយពីសម្រាមនៅអាមេរិកអូត្រូវហើយបងរ៉ាស៊ីអញធ្វើត្រូវហើយគេគិតថាខ្ញុំទៅចូលគណៈបកប្រជាជនធម្មតាតែមានអ្នកលាចេញពីតំណែងចុះគណៈកម្មការអចិន្ត្រៃយ៍បងប្អូនជាថ្នាក់ជាតិមួយធំដែរណាហើយតែលាចេញទៅអញ្ចឹងហើយច្បាស់ទៅចូលហ៊ុនសែនហើយដល់ស្អែកឡើងមានអីទៅកាន់បដាប្រឆាំងជាមួយនឹងហ៊ុនម៉ាណែតនៅនៅជាញូវយ៉កមានអីស្ងាត់ជ្រាបពួកសម្រាមអស់ហ្នឹងអានឹងការទស្សទាយរបស់ពួកគាត់នឹងអំបិលហើយពួកហ្នឹងបាទអរគុណមករាបាទវិចិត្រចូលរួមបាទចន្ទថាម៉ែនចាស់បាទគោរពជំរាបសួរលោកពូសាវរ៉ាស៊ីពីចម្ងាយនឹងជូនពរឲ្យមានសុខភាពល្អបាទអរគុណវិចិត្របាទអរគុណបាទពឿងសូរិយាបាទ Hello brother from Paris CNRP Win បាទអរគុណច្រើនបាទ Oppo Plus បាទក្លិនស្មាស្លាមQueensland Queensland នេះប្រហែលជា Queensland គាត់ទៅសេខ្មែរខ្ញុំអានមិនច្បាស់បែប Queensland ឬមួយក៏មិននេះម៉ោង 6:40 នាទីប្រហែលជា Queensland ដែរបាទអរគុណគាត់ទៅសេខ្មែរខ្ញុំអានអត់ច្បាស់បាទសំទោសបាទវិចិត្រម៉ៅសួស្ដីបងអរគុណវិចិត្របាទវិចិត្រជាបើនិយាយពីមុខគាត់ក្មេងជាងខ្ញុំអាយុស្មើខ្ញុំតែគាត់ក្មេងជាងខ្ញុំដោយសារទីមួយគាត់មានល្អិតផងហើយគាត់ប្រហែលជាមិនសូវនឿយដូចខ្ញុំហ្នឹងគាត់ក្មេងជាងខ្ញុំមើលទៅខ្ញុំហៅគាត់ប្អូននៅរហូតតែតាមការពិតគាត់អាយុប្រហែលខ្ញុំបាទស្មើគ្នាហើយវិចិត្រនេះគាត់ជាសកម្មជនម្នាក់ដែលនៅ Valentine គាត់សកម្មហើយគាត់ជួយមែនទែនអរគុណវិចិត្រដែលបានចូលរួមហើយយើងនៅចាប់ដៃជាមួយគ្នាយើងនឹងបន្តដំណើរជាមួយគ្នានៅតែសកម្មទាំងអស់គ្នាបាទដើម្បីជួយជាតិពេលនេះបាទចេស្តារស់ជំរាបសួរលោកពូបាទអរគុណសម្បត្តិកូនឆ្លាតសួស្ដីអរគុណពីចម្ងាយ
យូកូយីគូរបបអាពាលឆ្កែយួនអស់ទឹកដីឈួតឡប់អំណាចវាយកអំណាចការពារទ្របវាមុខជំនួញវាត្រឹមត្រូវចឹងហើយបានខ្ញុំដាក់របបត្រកូលហ៊ុនដែលដឹកនាំសប្តាហ៍ថ្ងៃនេះគឺឡើងតាមជើងខោបន្តិចទៀតបងប្អូនខ្ញុំនឹងជម្រាបឲ្យបងប្អូនថាម៉េចបានខ្ញុំប្រើពាក្យហ្នឹងរៀងធ្ងន់បន្តិចណាបងប្អូនណាសូមអភ័យទោសក៏ប៉ុន្តែខ្ញុំបកស្រាយឲ្យបងប្អូនដឹងថាមូលហេតុអីបានជារបបនេះវាដឹកនាំអត់មានឡើងអត់មានធ្វើអីដើម្បីផលប្រយោជន៍ជាតិទេគឺដោយសារអីក្បាលម៉ាស៊ីនដែលដឹកនាំគឺឡើងតាមជើងខោទាំងអស់បាទហុកសវណ្ណថាបាទសួស្ដីពីចម្ងាយស៊ីមសម្បូរបាទសួស្ដីសម្បូរបាទសារ៉ាសេមជំរាបសួរបងសុខសប្បាយជាទេអរគុណបងនឹងហើយសុខសប្បាយសារ៉ាសុខសប្បាយមែនតើណែនេះព្រឹកមិញទៅដល់នេឌីនរៀងហត់បន្តិចជិះកប៉ាល់ហោះតែជិះកប៉ាល់ហោះយើងអត់តកងបើកទេគ្រាន់តែវាមិនហត់ប្រហែលនេះតែដើរចុះដើរឡើងទៅហើយទៅបកប្រែហ្នឹងត1ម៉ោងអីបន្តិចតួចអីទេហើយតនេទៅតម្រាំតែចាំកប៉ាល់ហោះមកវិញវាម៉ោង4នេះឥឡូវដើរចូលផ្សារអីបន្តិចតួចចឹងទៅញ៉ាំអីលេចកើតទៅវាដូចជារៀងហត់បន្តិចដែរតែមិនអីបាទមិនអីរ៉េតប៊ុនសួស្ដីពីចម្ងាយបាទវិចិត្រខិនបាទពេជ្រសៅបាទអរគុណច្រើនពេជ្រសៅសែនសង្គីបាទពួកខួកុម្មុយនីសពិបាកទាញមកសេរីណាស់បាទពួកនេះពួកស្រឡាញ់អំណាចបងពួកកុម្មុយនីសហ្នឹងពួកស្រឡាញ់អំណាចយើងពីដើមយើងរៀនជំនាន់ច្បាប់កុម្មុយនីសរៀនម៉ាក់លីនីនណាយើងគិតថាកុម្មុយនីសហ្នឹងធ្វើឲ្យមនុស្សស្មើភាពអត់ទេពួកកុម្មុយនីសហ្នឹងគឺជាពួកផ្ដាច់ការពួកជាអ្នកបែងចែកវណ្ណៈសូម្បីតែជំនាន់កុម្មុយនីសដែលយួនចូលមកហ្នឹងវាមានគេបង្កើតឲ្យមានបកកុម្មុយនីសវាមានចូលស្នូលក្រុមស្នូលវាចូលបកជនអានឹងឲ្យបែងចែកវណ្ណៈបាត់ហើយដល់សេរីយើងគិតថាសេរីមូលធននិយមបែងចែកវណ្ណៈអត់ទេប្រទេសសេរីយើងមកខ្ញុំមកនៅញូហ្សេឡង់នេះគឺយើងមើលឃើញប្រទេសសេរីនឹងហើយគឺជាប្រទេសដែលធ្វើឲ្យវណ្ណៈស្មើគ្នាបងប្អូនមើលហើយកាលដែលយើងរៀនច្បាប់ជំនាន់កុម្មុយនីសវាឲ្យយើងរៀននយោបាយសិលធម៌នយោបាយហើយសិលធម៌នយោបាយនោះគឺរៀនពីច្បាប់បកកុម្មុយនីសវានឹងឯងខ្ញុំរៀនច្បាស់រៀនពីនយោបាយក្រៅប្រទេសរៀនពីនយោបាយក្នុងប្រទេសអញ្ចឹងមួយចំនួនខ្ញុំចេះច្រើនហើយម្យ៉ាងទៀតអ្នកគ្រូខ្មែរខ្ញុំសូមគោរពវិញ្ញាណក្ខន្ធអ្នកគ្រូដែរមកគេហៅម៉ាដាមពឹងសយនៅសាលាសធមុខគាត់ Professor Licencié ខ្មែរពីសង្គមចាស់ប្តីគាត់នឹងឈ្មោះលោកពឹងសយអញ្ចឹងអ្នកគ្រូនឹងគេហៅគាត់ម៉ាដាមពឹងសយតែឈ្មោះគាត់ដូចជាឆៃលីអីខ្ញុំដឹងខ្ញុំភ្លេចទៅតែឥឡូវគាត់បានចាស់អស់ហើយគាត់ខូចអស់ហើយគាត់កំណាប់គាត់ខ្ញុំនៅរក្សាទុករហូតអត់បាត់ទេគឺកំណាប់តែគាត់តែងតែសោតដើម្បីចែកឲ្យបងប្អូនមើលនឹងខ្ញុំសេវទុករហូតកំណាប់របស់គាត់នឹងហើយដោយបង្រៀនខ្មែរនៅពេលដែលគេចាប់ប្តីគាត់ចាញ់បោកវៀតណាមគេបង្កើតជាម៉ូលីណាកានៅភ្នំពេញហើយគាត់ក៏ចោះឈ្មោះចូលម៉ាលីណាកាទៅដោយគាត់ Professor ពីដើមគាត់មិនចូលចិត្តរបបយួនដែលដឹកនាំអញ្ចឹងយួនវាបោកវាថាម៉ូលីណាកាហ្នឹងគឺជាអ្នកដែលនៅព្រំបន្ទល់តែតាមការពិតយួនវាបង្កើតម៉ូលីណាកាដើម្បីខ្មែរណាដែលចង់ប្រឆាំងជាមួយយួនទៅចោះឈ្មោះចូលវាចាប់ដាក់គុកទាំងអស់អញ្ចឹងលោកតាពឹងសយហ្នឹងក៏ត្រូវយួនចាប់យកទៅដាក់គុក 4-10 ឆ្នាំដែរអញ្ចឹងអ្នកគ្រូម៉ាដាមពឹងសយអ្នកគ្រូខ្ញុំនឹងឲ្យដែរបង្រៀនខ្ញុំចេះខ្ញុំចាំមួយចំនួនដែលគាត់បង្រៀនឲ្យគាត់លួចបញ្ចូលខ្មែរយើងគេហៅលួចបញ្ចូលមុនអាគមយើងយល់អ្វីដែលគាត់ចង់និយាយដែលគាត់មានប្រសាសន៍យើងយល់បងអញ្ចឹងគាត់បានបញ្ចូលនយោបាយធ្វើឲ្យខ្ញុំជ្រាបពីនយោបាយក្រៅប្រទេសនិងក្នុងប្រទេសខ្ញុំចេះច្រើនពីអ្នកគ្រូម៉ាដាមពឹងសយនឹងឯងអញ្ចឹងមកដល់រាល់ថ្ងៃនេះការយល់ដឹងរបស់ខ្ញុំមួយចំនួនធំបានពីអ្នកគ្រូម៉ាដាមពឹងសយអានេះនិយាយការពិតបាទដនសេងបាទអរគុណសុំសងបាទអរគុណវិចិត្របាទដងសេងសួស្ដីពីចម្ងាយរ៉ាហៃម៉ារ៉ាហៃបាទសួស្ដីពីចម្ងាយបាទសុំសុកបាទអរគុណវិចិត្រសុំសុកបាទខ្ញុំអានទ្រុសបងប្អូនដើម្បីយើងនិយាយការងារយើងឲ្យបានច្រើនសារ៉ាបងគុំលក់ឲ្យគេអីទុកក្បាលបងលក់ឲ្យខ្ញុំវិញខ្ញុំឲ្យថ្លៃជាងគេអរគុណមិនលក់ទេអ្នកណាក៏មិនលក់ដែរទុកដើម្បីបំរើផលប្រយោជន៍ជាតិយើងបាទបំរើប្រជាជនខ្ញុំជឿថាបន្តិចទៀតខ្មែរត្រូវតែងើបដល់ពេលវេលាហើយអត់មាននៅទៀតទេហើយបន្តិចទៀតខ្ញុំនឹងជម្រាបឲ្យបងប្អូនមូលហេតុអីបានលើកនេះខ្ញុំហ៊ានថារបបលោកហ៊ុនសែនត្រូវតែទៅហើយអត់នៅទេមឿនអ៊ូបាទជម្រាបសួរលោកពូសាវរាស៊ីអរគុណភឿនសុភ័ក្របាទជម្រាបសួរលោកពូអរគុណពីចម្ងាយភឿនសុភ័ក្របាទ
ខៀងសុកបាទ Hello brother អរគុណពីចម្ងាយវីរៈជំរាបសួរលោកពូរ៉ាស៊ីពីកម្ពុជាអរគុណច្រើនវីរៈអូយនៅកម្ពុជាហ៊ានចូលមើលពូអរគុណមែនតើហើយសូមឲ្យបងប្អូនដែលនៅកម្ពុជានឹងពេលខ្លះហ្នឹងឲ្យហ៊ានចូលមើលអញ្ចឹងទៅកុំឲ្យខ្លាចពេកខ្ញុំមានអ្នកស្រុកខ្ញុំខ្លះគាត់ទេមកខ្ញុំណាគាត់ថាអូយចង់ណាហើយតែពេលណែបងឯង live បងអត់ហ៊ានចូលមើលទេចាំដល់ពេលចប់បានលួចមើលតាមក្រោយអញ្ចឹងក៏បានដែរដើម្បីសេចក្តីសុខក៏ប៉ុន្តែពេលខ្លះកុំឲ្យបាក់ពេកកុំឲ្យខ្លាចពេកតែខ្លាចពេកដូចលោកកឹមសុខាគាត់ថាតែខ្លាចខ្លៅអានឹងគេជន់ណាអានឹងគេជន់ណាសារ៉ាសែមបាទឡើងតាមជើងខោធំក្លិនឆ្អេះណាស់បងត្រឹមត្រូវចូលបើឪស្មាទោសបើគាត់អត់ចេះអីផងស្មាទោសខ្ញុំនិយាយមិនឌីលទេណាហេងសំរិនណាលោកតាប៉ែនសវណ្ណខ្ញុំដើរជាមួយលោកតាប៉ែនសវណ្ណជាង3ឆ្នាំបងប្អូនមុននឹងមកញូហ្សេឡង់ហ្នឹងឆ្នាំ91នៅពេលដែលគាត់ចេញពីគុកមកខ្ញុំដើរជាមួយគាត់ជាប់រហូតខ្ញុំទៅចាប់ដីនៅគិរីរំ7 8កន្លែងដីខ្ញុំនៅលើហ្នឹងតែខ្ញុំមកជន់ទឹកដីញូហ្សេឡង់ខ្ញុំចោលដីនៅគិរីរំទាំងអស់7កន្លែងហើយបើគិតឥឡូវមិនតិចលៀនទេដីហ្នឹងបាទដីហ្នឹងគឺសិតដីដែលលេខ1ដែលខ្ញុំចាប់ទៅតាំងពីជំនាន់ប៉ែនសវណ្ណឆ្នាំ91 92បាទសុខាជំរាបសួរបាទអរគុណហ៊ុនត្រេតបាទបងសួរមកពីស្រុកបារាំងបងត្រេតគឹមសេងដួងសួស្ដីពីចម្ងាយខិនរឿនជំរឿនបាទសួស្ដីបងជំរឿននៅឯនោះព្រឹកបាទបងចាប់ប្រាំយប់បាទពីចិត្តខិនបាទសេងលែមសុកបាទសួស្ដីហុកសុភ័ណ្ឌសួស្ដីពីចម្ងាយបាទមឿនអ៊ូបាទអរគុណវិចិត្របាទមករាកូនពូជយោលយមកមករាកូនពូជបាទកូនសៃរ៉ាជំរាបសួរលោកពូអរគុណខានីហ៊ូបងខានីជំរាបសួរពីចម្ងាយបងជំរាបសួរលោករ៉ាស៊ីសុខសប្បាយបាទអរគុណបងបានចូលរួមថ្ងៃនេះបងឯងពេលព្រឹកអញ្ចឹងបងឯងបានចូលរួមវត្តគង់សួស្ដីបញ្ញាសុខសប្បាយក្មួយប្រុសស៊ូសុខាបាទអរគុណបញ្ញានេះមាសគ្រាន់តែមើលបងឡាយមានអ្វីត្រូវខ្លាចអរគុណច្រើនមែនតើនេះមាសបានចូលរួមបាទត្រូវតែហ៊ានបងប្អូនប៉ះចំណាអ្នកខ្លះគេរឿងអើងណានៅស្រុកខ្ញុំហ្នឹងចង្វាយស្រុកក៏ដោយស្អីហ្នឹងគេតាមគេអីហ្នឹងប៉ះចំណាគេមិនថាអីខ្លាំងអីគាត់គេផ្លែផ្កាចូលមើលសៅរ៉ាស៊ីសម្បើមមកឥឡូវអីអញ្ចឹងទៅអញ្ចឹងគាត់លៀខ្លួនគាត់អត់ហ៊ានក៏ប៉ុន្តែបងប្អូនមានរឿងអីត្រូវខ្លាចគាត់តែយើងចូលមើលដើម្បីយើងចង់បានចែកប័ណ្ណពិសោធន៍ទៅមកប៉ះចំណាបងប្អូនដែលយល់ដឹងអីចឹងទៅខមមិនមកខ្ញុំយកអាហ្នឹងខមមិនហ្នឹងយកជាគំនិតមួយដើម្បីយើងជួយបញ្យល់គ្នាទៅវិញទៅមកតើបងប្អូនបាទលីសាឈឹម Hello ពូ Good morning ពី USA អរគុណលីសាពីចម្ងាយបាទហងជីដាលោកសៅរ៉ាស៊ីលោកសៅរ៉ាឌីមិនសៅរ៉ាស៊ីទេមិនសៅរ៉ាឌីទេសៅរ៉ាស៊ីវាយចំដល់ហើយហីស្មើនឹងឲ្យតដាក់ត្រង់ឲ្យបងប្អូនខ្ញុំអត់ចេះនិយាយប្រវិចប្រវាញណាបាទយើងដាក់ត្រង់ហើយណែជីដាដើម្បីឲ្យប្រជាពលរដ្ឋយើងបានដឹងបានយល់ណាបាទអរគុណសារ៉ាសែមបាទអរគុណស៊ីមសម្បូរអត់បានផ្ទាល់ព្យាយាមទាញពី YouTube ដាក់ចូលMP3 ស្ដាប់មកឆ្ងាញ់លោកពូអរគុណធ្វើអាផ្លូវហ្នឹងល្អបាទសម្បូរបាទធ្វើអាហ្នឹងក៏ល្អដែរដើម្បីកុំឲ្យនេះអញ្ចឹងសារ៉ាសែមបាទអរគុណយើងគ្នាចូលរៀនច្រើនតិចហើយអញ្ចឹងខ្ញុំចង់ចែករំលែកតែម្ដងទៅតាក់តងអាម៉េចបានខ្ញុំហ៊ាននិយាយថារបបតកូលហ៊ុនរាល់ថ្ងៃនេះក្បាលម៉ាស៊ីនដឹកនាំឡើងតាមជើងខោនេះជារឿងពិតបងប្អូនមើលលោកហ៊ុនសែនពេលដែលគាត់ចេញពីនាយករដ្ឋមន្ត្រីអ្នកណាដែលឡើងជំនួសកូនលោកហ៊ុនសែនលោកហ៊ុនម៉ាណែតគ្រាន់តែបានទៅរៀននៅ West Point ហ្នឹងសួរថាបត់ពិសោធន៍គាត់ចេះបានអីខ្លះ0បើសខេងឬមួយក៏ទាបាញ់ឬមួយអ្នកស្រីម៉ែនសំអនឡើងមកជំនួសវាត្រឹមត្រូវព្រោះគាត់ជាឧបនាយករដ្ឋមន្ត្រីក៏វុធីមិនចឹងឡោមប៉ូលីនគាត់ជានាយករដ្ឋឧបនាយករដ្ឋមន្ត្រីអស់ពីនាយករដ្ឋមន្ត្រីវាត្រូវឧបនាយករដ្ឋមន្ត្រីជាឡើងតែអត់ទេអ្នកណាក៏ដោយអាចទុកតំណែងឲ្យអ្នកឯងតែកុំមកប្រកួតប្រជែងជាមួយកូនឯងនេះជាគំនិតរបស់លោកហ៊ុនសែនគណៈបកប្រឆាំងណាដែលលោកហ៊ុនសែនបើកឲ្យចូលរួមជាមួយបើអ្នកឯងចូលរួមប្រឆាំងជាមួយអញតែមិនទៅដើមអំណាចអញហើយធ្វើអីធ្វើទៅអញអត់ជឿក្បាលមិនខុសពីស្អីគណៈបកលោកស្អីគណៈបក LDP ខំវាសនាមើលខំវាសនាគាត់បកបកាស្អីទៅបកើតជាព្រំជាស្អីឯណាលិចទឹកលិចអីខាតបងលុយប្រជាជនពលករនៅកូរ៉េសុកចិត្ត
ចោលការងារចាញ់ឃោសនាខំវាសនាអត់មានរឿងអីទាំងអស់បងប្អូនមើលដោយសារអីខំវាសនាបកកើតគណៈបកតែមិនទៅប្រកួតយកអំណាចជួលជាមួយអញទេទៅអមទប់ជើងក្រែឲ្យអញអញ្ចឹងបកកើតតាមចិត្តហើយនិយាយអីក៏ត្រូវដែរនេះរបបលោកហ៊ុនសែនអញ្ចឹងក៏លេខមើលមកការដឹកនាំឧបនាយករដ្ឋមន្ត្រីកូនឡើងឧបនាយករដ្ឋមន្ត្រីឪរដ្ឋមន្ត្រីកូនឡើងរដ្ឋមន្ត្រីសួរមានបទពិសោធន៍ចេះអីគេមិនមែនថាគេអត់ចេះទេគេចេះដែរតែការដឹកនាំប្រទេសនៅប្រទេសយូហ្សេឡង់មិនមែនថាអ្នកឯងរៀន Master បានអ្នកឯងទៅដឹកនាំប្រទេសអត់ទេគណៈរដ្ឋមន្ត្រីក្តីតំណាងរាស្ត្រក្តីនៅប្រទេសយូហ្សេឡង់អ្នកខ្លះគ្រាន់តែចេះមិនទាន់ចប់បរិញ្ញាផងចប់តែបានឌុបទេតែគេមានឆន្ទៈគេមានបទពិសោធន៍នៅប្រទេសញូហ្សេឡង់សញ្ញាបត្ររៀនបាន2ឆ្នាំ3ឆ្នាំអត់ការងារធ្វើស្មើនឹងกระดาษគេដែរអត់បានការពួកក្រោយពី3ឆ្នាំទៅ apply កន្លែងណាក៏គេអត់យកដែរបងប្អូនហើយបើរៀនជាប់ honors ជាប់លេខប៉ាកែសញ្ញាបត្រនោះក្រុមហ៊ុនទៅដល់សាលាអ្នកឯងជាប់លេខ1លេខ2ជាប់អាគេហៅ honor ហ្នឹងគឺជាប់ grade ដែលល្អក្រុមហ៊ុនទៅ offer នៅសាលានៅសល់2ឆ្នាំទៀតអ្នកឯងចប់ហើយក្រុមហ៊ុនទៅសញ្ញេកងត្រាជាមួយអ្នកឯងទិញឡានឲ្យអ្នកឯងជិះឲ្យហើយចាំតែចេញមកចូលក្រុមហ៊ុនគេបដ ாய் នេះនៅទីនេះដែលគេលើកទឹកចិត្តឲ្យប្រជាជនគេក្រក៏ដោយមានក៏ដោយប្រឹងរៀនដើម្បីទទួលបានលទ្ធផលអ្វីដែលការប្រឹងរបស់យើងតែប្រជាពលរដ្ឋខ្មែរប្រឹងដើម្បីអីគេអញប្រឹងទាល់តែងាប់ក៏ដោយក៏គេអត់យកអញដែរពោះកូនគេរួចបាត់ទៅហើយហ្នឹងអានេះហើយដែលដឹកនាំប្រទេសបែបភ្លីភ្លើបែបហ្នឹងអានឹងហើយដែលអត់មានរីកចម្រើនទេអត់ទេអត់រីកចម្រើនទេកូនអញស្អីក៏ដោយបងប្អូនមើលថ្មីនេះណាក្មេងយុវជនម្នាក់ដែលថតជាមួយលោកហ៊ុនម៉ាណែតនោះផ្កាយ2សួរថាវាកើតឡើងគាត់ទៅទុំទៅក្នុងផ្ទៃម្ដាយទឹកម្ខែហ្នឹងវាពាក់សាក់មួយតាមពីកាលនោះម្លេះបានវាអាយុទឹបតែ21ឆ្នាំហើយឡើងផ្កាយ2ទៅហើយបងប្អូនមើលតាដែលគាត់តស៊ូកាន់កាភ្លើងអាកាកាចាស់បាញ់ជាមួយថៃ30ឆ្នាំហើយរកតាដោយ3ជាន់ក៏គ្មានផងរកតាសាក់មួយក៏គ្មានផងនេះហើយដែលដឹកនាំប្រទេសឲ្យរលាយប្រទេសគឺក្រោមការគ្រប់គ្រងតកូលហ៊ុនបែបហ្នឹងអានឹងហើយដែលខ្ញុំហៅថាការដឹកនាំដែលក្បាលម៉ាស៊ីនឡើងតាមជើងខោសួរថាតើរីកចម្រើនដោយវិធីណាអត់ទេអត់អាចរីកចម្រើនបានទេបងប្អូនហើយធ្វើនេះគឺដើម្បីបំបាក់យុវជនខ្មែរអត់ឲ្យប្រឹងតស៊ូការរៀនសូត្រទេរៀនធ្វើអីអញចប់បរិញ្ញាអញទៅស៊ីឈ្នួលនៅប្រទេសថៃហ្នឹងអញចប់បរិញ្ញាអញចប់ Master Degree អញអត់មានការងារធ្វើហ្នឹងកូនគេដែលរៀនជាមួយអញអត់ទាំងចេះអីផងរៀនខ្សោយចង់ងាប់ឪវាធ្វើធំឥឡូវនឹងវាត្រួតគេមកក្រសួងនេះហើយដែលការបំបាក់ទឹកចិត្តកូនខ្មែរឲ្យទ្រុឌទ្រោមគេធ្វើម៉េចយកមកដឹកនាំប្រទេសកូនយួនដែលកើតនៅលើទឹកដីកម្ពុជាសមាគមយួនមានដល់ឃុំអញ្ចឹងអាសមាគមយួនហ្នឹងគឺជារដ្ឋាភិបាលយួនដែលនៅក្នុងទឹកដីកម្ពុជាកូនយួនហ្នឹងគេបដោះឲ្យរៀនអត់មានថវិកាគ្រប់គ្រាន់សមាគមគេជួយសមាគមហ្នឹងគឺរដ្ឋាភិបាលយួនគេជួយបដោះកូនហ្នឹងឲ្យវាធំទៅឲ្យវាប្រឹងរៀនដល់ Master Degree ទៅពេលដែលវារៀនចប់ហើយអ្នកណាអ្នកទំនប់ម្រងវាហ៊ុនម៉ាណែតទាញចូលយុវជនសេនានីហើយយកមកដាក់នៅក្នុងមន្ត្រីរាជការគេហៅថាបុគ្គលិកបណ្ដែតនៅតាមក្រសួងទាំងអស់តាំងពីនៅខាងសូរិយោដីនៅខាងធារាសាស្ត្រនៅខាងបរិស្ថានទេសចរទាំងអស់បងប្អូនលោកហ៊ុនសែនអត់ឲ្យមានរើសបុគ្គលិកអីទេអត់មានទេបុគ្គលិកបណ្ដែតចេញពីយុវជនសេនានីរបស់ហ៊ុនម៉ាណែតហ៊ុនម៉ានីដែលគេហៅថាសយកកនេះជារឿងពិតខ្ញុំស៊ើបច្បាស់គេឲ្យការពីក្នុងមកទាំងអស់ខ្ញុំប្រាប់បងប្អូនខ្ញុំវិស្វកររៀននៅតិចណូចប់ឆ្នាំ90ចុង91មិត្តភ័ក្ដិខ្ញុំនៅធារាសាស្ត្រនៅសូរិយោដីនៅធនធានទឹកនៅអីសិតតែវិស្វករទាំងអស់ពួកគាត់ចេះឈឺចាប់ទេឈឺអញរៀនចប់វិស្វករ20ផ្លាយ30ឆ្នាំមកហើយតែនៅតែបុគ្គលិកដដែលអាកូនគេទឹកចប់បាតនេះមិនទាន់ជ្រុះបលេងពីក្បាលផងឡើងទៅជារដ្ឋលេខាធិការអនុរដ្ឋលេខាធិការលន់
អញតស៊ូចង់ងាប់ឈឺណាស់មន្ត្រីរាជការខ្មែរយើងដែលពិតប្រាកដបងប្អូនឈឺណាស់រាល់ថ្ងៃបោកទាំងពលទាហានដែលនៅតាមព្រំប្រទល់ឈឺណាស់តែធ្វើម៉េចគេបើគេដឹកនាំប្រទេសគេយកក្បាលម៉ាស៊ីនដោយខ្ញុំថាអញ្ចឹងឡើងតាមជើងខោទាំងអស់បែបហ្នឹងថាតើឲ្យខ្មែរប្រឹងដោយវិធីណានេះហើយជាការបំបាក់ទឹកចិត្តកូនខ្មែរកូនយួនដូចខ្ញុំអញ្ចឹងគេបណ្ដោះកូនយួនកូនខ្មែរលើកលែងតែកូនខ្មែរនឹងមានលុយមានកាក់មានខ្សែស្រឡាយធំបានរុញកូនចេញទៅរៀនក្រៅហើយរកច្រកនៅស្រុកក្រៅនៅឯស្រុកក្រៅអត់ទៅស្រុកខ្មែរទៀតធានាម៉ែឲ្យទៅនៅស្រុកក្រៅអស់លីងកូនខ្មែរដែលនៅតាមមូលដ្ឋានដែលគាត់អាចចូលរៀនបានចេញមកវិញបានធ្វើការឯកជនផ្លូវរដ្ឋអត់មានផ្លូវទេកូនខ្មែរណាដែលគាត់មិនបានទៅរៀននៅក្នុងភូមិគេបំពុលអីហើយផឹកស្រាទៅស្រាបៀផ្សាយនាយករដ្ឋមន្ត្រីក៏ផឹកស្រាបៀផ្សាយអញ្ចឹងក្មេងដែលចំនួនមិនទាន់ជាប់អាដុកផឹកស្រាបៀមួយថ្ងៃគ្រឿងញៀនអ្នកណាអ្នកជួយគ្រឿងញៀនសិតតែប្រពន្ធអ្នកធំទាំងអស់ប្រហែលសខេងអត់ទាំងហ៊ានចាប់គ្រឿងញៀននឹងផងអញ្ចឹងអ្នកណាដែលធំជាងលោកសខេងបងប្អូនគិតទៅមិនបានគេធ្វើអញ្ចឹងឲ្យយុវជនខ្មែរពុលនឹងស្រាសបាយនឹងគ្រឿងញៀនកាប់គ្នាតាមភូមិអានឹងដែលគេចង់បានសុភាពសួស្ដីពីចម្ងាយព្រៀបអិនបងជម្រាបសួរពីចម្ងាយអានឹងហើយដែលគេចង់បានសួរសាទប្រជាជនសៀមបោះឆ្នោតឲ្យអនុទិនដឹកនាំដើម្បីបន្តការឈ្លានពានខ្មែរចំណែកមេដឹកនាំខ្មែរកំពុងសបាយនឹងមេដឹកនាំយួនមកស្រុកខ្មែរត្រឹមត្រូវរាល់ថ្ងៃខ្ញុំឆ្លើយនឹងសំណួរ comment របស់បងស៊ូសាបន្តិចអ្វីដែលបងមានប្រសាសន៍នេះត្រឹមត្រូវណាស់មូលហេតុយួនមកមិនមែនអត់ប្រយោជន៍ទេណាតូលីមមកនេះមិនមែនអត់ប្រយោជន៍ទេណាទី1អនុទិនវាយហ៊ុនសែនចេញក្អួតរត់ចូលក្នុងរុនកដោលោកហ៊ុនសែនគ្មានអំណះអំណាងអីទៀតទេចិនមិត្តដៃថែបគាត់ស្ងាត់ឈឹងអត់ជួយគាត់មិត្តមើលឆ្នាំគេឆ្លាតវៀតណាមគេធ្វើមិនដឹងអត់ជួយអ្នកឯងដែរតែបន្តិចទៀតគេចាំយកផលយ៉ាងម៉េចឥឡូវថៃវាយហ៊ុនសែនចេញគួរដែរត្រមហើយទីអីគេឲ្យនឹងហើយមិនហ៊ុនសែនអត់ចេះឈឺទេហ៊ុនសែនចេះឈឺហ៊ុនសែនចេះខ្មាស់ដែរតែធ្វើម៉េចបើវាអញ្ចឹងទៅហើយអញចាញ់គេហើយគេវាយអីវាយទៅបើអញចាញ់គេហើយអញ្ចឹងធ្វើម៉េចឥឡូវមកចាប់ត្រវៀតណាមត្រូវទៅត្រពីដើមវាយហ៊ុនស៊ីពេចវាយផឹងយួនដាក់ចូលមកពឹកពេញទីក្រុងភ្នំពេញសួរថាហ៊ុនស៊ីពេចនឹងវាយចាញ់ហ៊ុនសែនអត់ចាញ់ទេហ៊ុនស៊ីពេចមានសិទ្ធិអាំប្រាសបាញ់រត់ក្រោះតែចាញ់បោកហ៊ុនសែនគាត់ទៅវាយក្តឹងជាស៊ីមតេទៅមេទាហានធំនៅស្ងៀមសិនកុំទាន់អាលនៅស្ងៀមសិនថ្នាក់ដឹកនាំខាងលើកំពុងចរចាយើងខ្មែរកុំឲ្យវាយគ្នាកុំឲ្យទាស់គ្នាការបោះឆ្នោតនេះកើតឡើងពីអង្គការសហប្រជាជាតិនៅស្ងៀមសិន2ម៉ោងក្រោយយួនដាក់រថក្រោះចូលមកដល់ទីក្រុងភ្នំពេញលែងនិយាយជាមួយហ៊ុនស៊ិបិចដាក់ក្ដុងចៅសម្បត្តិស្អីណាខ្ទេចងាប់ហ៊ុនសែនយកតបាញ់ចោលខ្ទេចអស់លីងនេះគេហៅថាចៅវាំងអណែស្អីចៅវាំងចាញ់ចៅវត្តក្មេងពៀនវាំងចាញ់ក្មេងពៀនវត្តចាញ់ល្បិចគេបងប្អូនពិចារណាខ្ទេចអាលីខ្ទេចហ៊ុនស៊ីបាច់ងាប់អាលីងាប់មេធំអស់ហើយរាប់រយនាក់មានអីទៀតមានអីក៏តស៊ូជាមួយគេទៀតបងប្អូនមើលនឹងដោយសារអីពេលហ្នឹងគឺយួនចូលមកជួយដោយសារតែអញខ្មែរវាយខ្មែរដល់ឥឡូវខ្មែរវាយជាមួយនឹងថៃអញចែកពាក់កណ្ដាលម្នាក់អញយកចំណែកធំអញមានយកចំណែកអីតូចគ្រាន់តែឆ្នេរសមុទ្រផ្ទៃសមុទ្រយួនជាមួយថៃយកអស់65,000គីឡូម៉ែត្រការ៉េទៅហើយបងប្អូនណា1គីឡូម៉ែត្រការ៉េស្មើនឹងប្រមាណទៅនេះ1គីឡូទៅនេះ1គីឡូ1គីឡូ4ជ្រុងណា60,000ស្មើនឹង60,000គីឡូម៉ែត្រការ៉េមិនធម្មតាទេបងប្អូនណាស្មើនឹងប្រទេស
ដានម៉ាក់2អូបាយសិចមិនច្រឡំដានម៉ាក់ប្រទេសបាយសិច2ប្រទេសបងប្អូនមើលវាយជាមួយថៃអញនៅស្ងៀមអញទុកឲ្យងាប់អញទុកឲ្យភ័យស្លន់ស្លោឥឡូវភ័យស្លន់ស្លោហើយគេមកថៃអាចវាយនៅឯងទៀតគេសឡុតបន្ថែមទៀតអនុទិនជាប់ឆ្នោតអាចវាយនៅឯងទៀតបើវាយនៅឯងទៀតអ្នកឯងងាប់ហើយរបបអ្នកឯងដួលហើយបើអ្នកឯងអត់ធ្វើតាមអានអត់កាត់ដីតាមអានឲ្យអានទេហើយងាប់អញ្ចឹងចូលមកទីអីបាននឹងខេត្តទាំង4ដែលស្រែកថា CLV អត់ឈប់ធ្វើជាមួយវៀតណាមវាឈប់តែនៅក្នុងกระดาษទេបកគោលឲ្យគេទាំងអស់នោះទៅសួរប្រជាជនវៀតណាមដែលនៅខេត្តទាំង4ហ្នឹងមកគេនិយាយឲ្យថាដីហ្នឹងមេអ្នកឯងលក់ឲ្យគេមិនមែន99ឆ្នាំទេបងប្អូនទៅសួរទៅប្រជាជនវៀតណាមនៅលើទឹកដី CLV គេនិយាយច្បាស់មកប្រជាជននៅស្ទឹងត្រែងរតនគិរីហើយខ្ញុំក៏មានបណ្ដាញខ្ញុំដែរនៅស្ទឹងត្រែងរតនគិរីនៅច្រកអស់ហ្នឹងវៀតណាមចូលមកស្រុកខ្មែរបង់លុយតែ5,000ឯពូលុយខ្មែរ5,000ចូល5,000ចេញ5,000ឈឺចាប់ឯងបងប្អូនឈឺចាប់ឯងអានឹងហើយរបបឡើងតាមជើងថោកបងប្អូនត្រូវគិតបញ្ហាហ្នឹងឥឡូវអនុទិនឡើងមកទៀតហើយអញ្ចឹងយួនចូលមកនេះគឺទី1បងប្អូនមើលសេចក្តីថ្លែងការណ៍រួមរបស់គេដែលគេធ្វើប្រមាណទំព័រនឹងបងប្អូនមើលទៅសិតតែក្រោមកលាអុកយួនទាំងអស់យកអស់ហើយពេលនេះបើមិនយកអញមានការអញអត់ជួយឯងអញ្ចឹងបើឯងប្រគល់អានឹងឲ្យអញមានការអញទប់អំណាចឲ្យឯងទៀតបងប្អូនមើលអញ្ចឹងពេលនេះបើបងប្អូនកូនខ្មែរមិនព្រមងើបទេបាត់បង់ទឹកដីហើយបាត់បង់ទឹកដីម្ដងនេះលើសកម្ពុជាក្រោមបាត់ដើម្បីគេបដែតដើម្បីគេកុំឲ្យអាក្រក់ពេកទុកលេបយកអាកដាលមួយទៀតបើបានអាកដាលបូកនឹងកម្ពុជាក្រោមកំតិចឲ្យកាន់តែលឿនកាន់ណាល្អកាន់នឹងបងប្អូនមើលចាមកចម្ប៉ាមានប្រមាណលាននាក់នៅប្រទេសវៀតណាមរងហើយដែលប្រទេសខ្លួនឯងសុខសាន្តក្រោមការគៀបសង្កត់របស់វៀតណាមដែលឈ្លានពានចូលយកប្រទេសចម្ប៉ា1032ឆ្នាំបានយួនយកប្រទេសចម្ប៉ាដាច់ខ្មែរយើងទឹកជាង70ឆ្នាំផងយក21ខែទៅហើយឥឡូវនេះទឹកជាង40ឆ្នាំទៅចូលគ្រប់តសៃឈាមរបស់ខ្មែរនៅកណ្ដាលទីក្រុងភ្នំពេញហើយហ្នឹងមិនមែនទីក្រុងភ្នំពេញមកស្រុកខ្មែរមើលទៅស្តូបយួនគ្រប់ខេត្តទាំងអស់ហ៊ានប៉ះគេទេសាក់លមមើលច្បាយខេត្តណាហ៊ានទៅវាយស្តូបយួនចោលខេត្តណាមួយទេអត់ទេអានេះហើយដែលគ្រោះថ្នាក់សម្រាប់ជាតិយើងចឹងហើយបាទខ្ញុំចង់ចែករំលែកបងប្អូនឲ្យយល់ឲ្យកូនខ្មែរយល់ឲ្យយុវជនចំនួនក្រោយយល់ជាពិសេសមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធទាំងអស់ត្រូវយល់ថាដល់ពេលវេលាដែលយើងត្រូវងើបទាំងអស់គ្នាហើយចឹងហើយបានប្រសាសន៍របស់លោកប្រធានសំរងស៊ីគាត់ប្រើមួយម៉ាត់គឺត្រឹមត្រូវណាស់ដោះអាវប៉ាក់ពាក់ឲ្យជាតិទាំងអស់គ្នាដើម្បីជាតិយើងពុនលឺច័ន្ទឥឡូវស្រុកខ្មែរយំលែងចាញ់ទឹកភ្នែកហើយមហាអស្ចារ្យមហាលុតផ្លោះត្រឹមត្រូវបងឈឺចាប់ហើយខ្ញុំជឿ100%ថាមន្ត្រីរាជការប៉ូលីសទាហានដែលនៅធ្វើការរងកាយគាត់ចុកឈាមជាងយើងនៅក្រៅទៅទៀតពួកគាត់ឃើញនៅក្នុងមន្ទីរក្រសួងគេមានការយ៉ាឡៃគេមានខ្សែបណ្ដាញគេក្នុងក្រសួងម្នាក់គឺខ្សែតកូលហ៊ុនអត់មានអ្នកណាហ៊ានប៉ះទេបងប្អូនបច្ចុប្បន្នគេអត់យកទៅដាក់ជារដ្ឋលេខាធិការឬមួយក៏អនុរដ្ឋលេខាធិការទេការងារគេល្មមតែរដ្ឋមន្ត្រីត្រូវតែគោរពម្នាក់នឹងពួកខ្សែបោះខ្សែហអត់ហ៊ានប៉ះគេទេយូគូនៅមានអាមនុស្សក្បាលកន្ធោអាចយួនមួយក្បាលចូលមើលដែរមានអត់ទេពួកកថោនឹងមានរហូតនឹងអូពួកកថោនឹងបើអាស៊ីសេរីវិញបងប្អូនឃើញទេចូលទៅខមមិនអូបំពល់សង្គមស្អីនឹងដាក់ទាំងអស់គេប្រើអញ្ចឹងគេឲ្យធ្វើអញ្ចឹងរបបកុម្មុយនីសគឺគេប្រើមនុស្សឲ្យធ្វើអញ្ចឹងហើយពួកនឹងចូលចិត្តស្មាទោសពាក្យអាក្រក់តិចចូលចិត្តស៊ីអញណាពួកនឹងហើយពួកនឹងអាខ្លះណា
កូនខ្មែរសុទ្ធក៏តែគេប្រើបន្តិចបន្តួចហ្នឹងអូប្រកាសចាប់ជ្រះទេការកំពុងធំបាទអរគុណអត់ហ៊ានទេឈឺចាប់ណាស់ត្រឹមត្រូវការកំពុងធំឈឺណាស់សុភាពបាទអរគុណខៀងសុកបាទអរគុណឈឺណាស់ខ្មែរនៅខាងក្នុងហើយយើងគួរអាណិតអាសូរគាត់ណាធ្វើការបដើបានប្រាក់ខែ200-300តែដួងចិត្តរបស់គាត់ចង់ផ្ទុះហើយមានអ្នកខ្លះទេមកខ្ញុំទឹកភ្នែកគាត់និយាយបដើគាត់ទឹកភ្នែកបដើគាត់ឈឺគាត់ណាស់ទៅធ្វើការឲ្យគាត់អាយុចង់រីកថយអស់បាត់ហើយនឹងទៅធ្វើអីកើតហើយក្រែងលោគេប្រើពាក្យមួយក្រែងលោនៅមន្ទីរក្រសួងគេច្រើនពាក្យប្រើក្រែងលោនឹងបងប្អូនមិនបានគេប្រើក្រែងលោប្រទេសកែប្រែក្រែងលោប្រាក់ខែវាឡើងបន្តិចទៀតក្រែងលោគណៈបកប្រឆាំងនឹងជួយឲ្យឈ្នះក្រែងលោប្រទេសសេរីនឹងជួយឲ្យមានប្រជាធិបតេយ្យឡើងមកវិញរីថៃបាត់ចូលទៅអាឡ័យក្រែងលោបងប្អូនទៅក្រែងលោអញ្ចេះក្រែងលោអញ្ចេះដល់អាយុរីថៃបាត់ចប់នេះដែលយើងមើលឃើញស្រុកខ្មែរវេទនាបែបហ្នឹងអញ្ចឹងយើងទាំងអស់គ្នាអត់នៅស្ងៀមទេត្រូវតែប្រឹងឡើងងើបទាំងអស់គ្នាបានរបបតកូលហ៊ុននឹងអត់នៅបាទបើយើងអត់ងើបទេងើបតែខាងក្រៅពួកខ្ញុំចង់ទាញដៃជ្រងមកបើអ្នកខាងក្នុងមិនឈងដៃហុចមកយើងទៅទាញដោយវិធីណាទាញក៏អត់បានស៊ូសាតមេដឹកនាំយួនមកស្រុកខ្មែរគេស្នើចំចំណុចធំ3ពន្លឿនការបោះឆ្នោតបោះបង្គោលព្រំដែនដែលនៅមិនទាន់បោះនឹងដែនសមុទ្រប្រវត្តិសាស្ត្រឆ្នាំ82បើកច្រកព្រំដែន CLV 3ស្នើឲ្យកម្ពុជាផ្ដល់សេចក្ដីឲ្យប្រជាជនយួននៅស្រុកខ្មែរត្រឹមត្រូវគេបោះអាសល់ប្រមាណនឹងគេអត់បោះប៉ុណ្ណឹងទេគេចូលមកយកតាមចិត្តឥឡូវហ្នឹងបងប្អូនពីដើមយើងរៀនណាឈូងសមុទ្រខ្មែរជាប់នឹងសមុទ្រអន្តរជាតិឥឡូវសមុទ្រខ្មែរអត់មានសមុទ្រអន្តរជាតិបងប្អូនរត់ទៅណាពួកអាពីរនាក់នឹងវាយកកបួចចូលគ្នាអស់បាត់ហើយមានច្រកអីចាញ់ទៀតចប់សម័យលោកហ៊ុនសែននេះដឹកនាំបំផ្លាញជាតិខ្ទេចទាំងអស់ប៉ុណ្្នឹងហើយអាពួកសម្រាមដែលនៅក្រៅនេះជាពិសេសនៅអាមេរិកនៅញូហ្សេឡង់ហ្នឹងមាននៅ Wellington ស្រីម្នាក់ហ្នឹងនៅប្រទេសប្រជាធិបតេយ្យទៅគ្រប់គ្រងចោលទៅគ្រប់គ្រងជនផ្ដាច់ការល្មមត្រឡប់ទៅវិញហើយនៅធ្វើអីខ្មាស់គេដែលខ្លួនឯងស្រែកតែខ្លួនឯងស្អាតស្អំតែទៅគ្រប់គ្រងចោលមានន័យថាអ្នកហ្នឹងចោលដែរហើយយើងធ្វើស្រីធ្វើចោលគេដែរយើងគិតមើលពិចារណាមើលហើយនៅអាមេរិកក៏ដូចគ្នាបើថាប្រព័ន្ធ Facebook របស់ខ្ញុំប្រធានបទណាដែលយើងនិយាយចំអូគេយកមកជេរគេយកមកដៀលជេរទៅខ្ញុំនិយាយមិននិយាយឲ្យពួកសម្រាមនឹងវាស្ដាប់ឯណាខ្ញុំនិយាយឲ្យពលរដ្ឋយើងដែលស្រឡាញ់ជាតិស្ដាប់ណាWilliam ជំរាបសួរលោករ៉ាស៊ីសុខសប្បាយជាទេស៊ូទាំងអស់គ្នាទាំងក្នុងនិងក្រៅដើម្បីផ្ដួលតកូលហ៊ុនត្រឹមត្រូវបងយើងត្រូវតែអញ្ចឹង William Will បាទត្រូវតែអញ្ចឹងយើងត្រូវតែស៊ូអត់មានឈប់ទេសម្រាប់ខ្ញុំអត់មានឈប់ទេគ្មានឲ្យតកូលហ៊ុនតទៅទៀតទេអត់ទេតកូលហ៊ុនលើកនេះត្រូវតែទៅហើយទី1ការដឹកនាំបែបថោកទាបធ្វើឲ្យខ្មែររលាយខ្ទេចខ្ទីទាំងដីទាំងកិត្តិយសទាំងអស់ទី2បណ្ដាប្រទេសដែលត្រូវគេលួចលុយជាពិសេសសហរដ្ឋអាមេរិកដែលរបបលោកហ៊ុនសែនលួចលុយសហរដ្ឋអាមេរិកអស់ជាង 10,000 លានក្នុងឆ្នាំ 2024 ប៉ះពាល់ផលប្រយោជន៍អាមេរិកអត់ទុកទេអញ្ចឹងឥឡូវមកដល់អនុទិនឡើងទៀតលោកហ៊ុនសែនឥឡូវកំពុងដេកភ័យម្លេះហ្នឹងសំប្រហែលជាឲ្យ lobby ទៅជាមួយថៃនឹងមិនដឹងឲ្យអីគេទៀតទេគេត្រូវដែរហើយថៃគោលដៅរបស់គេនិយាយឲ្យគេថាបើទុករបបលោកហ៊ុនសែននឹងថៃក៏អត់បានសុខដែរ
តែខ្ញុំសុំវថៃមិនវនឹងក្នុងនាមអីទេមិនវក្នុងនាមអីបើថៃមានបំណងចង់ផ្ដួលរំលំរបបនឹងវាយចំកន្លែងកុំឲ្យវាយប៉ះប្រជាជនកុំឲ្យវាយប៉ះពលទាហានដែលគាត់ស្លូតត្រង់អត់ដឹងអីណែឯងចង់តាណាដាក់ទៅនឹងខ្លួនឯងទៅបើអ្នកឯងចង់វាយអ្នកទួលកសាំងដាក់ទទួលកសាំងនឹងមួយទៅមិនទៅវាយទីក្រុងភ្នំពេញទេយូកូខាងលិចសៀមយកទឹកដីខាងកើតយួនយកទឹកដីបញ្ជូនជនជាតិវាមកកាន់តែច្រើនតាមស្ថាប័នរដ្ឋមួយយួនត្រួតក្បាលអស់ហើយពួកអាឡប់ឈួតនឹងអំណាចវាគិតតែធ្វើច្បាប់តែងខ្មែរចាប់តែខ្មែរតាមច្បាប់ម៉ែវាចោតត្រឹមត្រូវគេកំពុងតែតស៊ូគេកំពុងតែវាយជាមួយនឹងថៃយើងនៅខាងក្រៅយើងប្រឹងស្រែកធ្វើបាតកម្មដើម្បីប្តឹងទៅអន្តរជាតិទាមទារឲ្យថៃដកទ័ពដកអីចេញវានៅក្នុងចាប់អ្នកណានិយាយពីរឿងពិតគាត់ថាថៃមកយកទឹកដីខ្មែរប្រជាជនយំលហេមហាមមើលគ្រូនៅខេត្តកណ្ដាលឯគ្នាអត់មាននិយាយស្អីសោះនិយាយតែពីរឿងពិតសោះចាប់គេដាក់គុកភ្លាមស្អីគេរបបហ្នឹងចឹងបានគេហៅរបបម៉ែវាណាសូនតារាគាត់ហៅរបបម៉ែវាហ្នឹងគឺជារឿងពិតមែនគាត់និយាយអត់ខុសមួនឌីបាទខ្មែរបានតែតួនាទីបន្តិចបន្តួចម្នាក់ឬមិនគិតផលប្រយោជន៍ជាតិត្រឹមត្រូវឲ្យតែបានគេហុចមកបន្តិចបន្តួចហ្នឹងឡើងចវាយស្រុករងឡើងអីមេឃុំអីបន្តិចបន្តួចហ្នឹងអូជន់ខ្មែរគ្នាឲ្យឡើងរៀបថោកទៀតមែនខ្មែរយើងពេលខ្លះអានឹងមួយចំនួននេះណាមន្ត្រីសុទ្ធត្រុតអានឹងគេហៅថាខ្មែរសុទ្ធត្រុតមួយចំនួននឹងគឺបែបហ្នឹងអានឹងបងប្អូនត្រូវយល់ពីបញ្ហាហ្នឹងអញ្ចឹងរបបលោកហ៊ុនសែនដែលឡើងតាមជើងខោនេះបងប្អូនមើលទៅណាអត់ទេអត់មានងើបអីរួចទេចុះបើកូនឥឡូវដូចហេងសំរិនគាត់អានអក្សរអត់ទាំងត្រូវផងហ្នឹងចូលមក79គាត់អានអត់ត្រូវផងហ្នឹងអក្សរខ្មែរចុះកូនគាត់មានឆន្ទៈអីមែនគាត់បញ្ជូនទៅរៀននៅបរទេសតែមានឆន្ទៈអីដែលលើសពីឪពុកប្រហែលឥឡូវយើងមើលតហ៊ុនម៉ាណែតទៅគិតថាគាត់ទៅរៀនសហរដ្ឋអាមេរិកត្រឡប់មកវិញគាត់យកលទ្ធិប្រជាធិបតេយ្យយកមកអនុវត្តនៅកម្ពុជាយើងសប្បាយចិត្តឮថាកូនមេដឹកនាំទៅរៀននៅសហរដ្ឋអាមេរិកតែទីបំផុតត្រឡប់មកវិញដឹកនាំប្រទេសកុម្មុយនីសដដែលអានឹងបងប្អូនណាយើងឈឺចាប់អាកន្លែងហ្នឹងមួយទៀតបងប្អូនបន្ថែមបន្តិចតាក់ទងជាមួយនឹងអក្រិតកម្មអនឡាញរបបចោរាដឹកនាំដោយរបបលោកហ៊ុនសែននេះបងប្អូនឃើញហើយលោកប្រធានសំរងស៊ីបាន research ច្បាស់ថាគ្រាន់តែអ ுக ្រិតកម្មអនឡាញដែលចាញ់បោកគេមកធ្វើនៅស្រុកខ្មែរ120,000នាក់ឥឡូវនេះរបាយការណ៍110,000នាក់ជាងហើយបងប្អូនមានអីខុសគ្នាมั้យឃើញលោកប្រធានគាត់មានប្រសាសន៍ឃើញត្រូវឯងបងប្អូនឃើញត្រូវឯងឥឡូវនេះចាប់បញ្ជូនចេញទៅក្រៅហ្នឹង110,000នាក់ទៅហើយបើខ្ញុំមើលឯណាគេឲ្យការពីក្នុងមកហ្នឹងចាប់បញ្ជូនណាបញ្ជូនតែចំនួនទេតែតាមការពិតផ្លាស់ពីកន្លែងមួយទៅកន្លែងមួយនេះភាគច្រើនពួករបបហ៊ុនសែននេះគាត់អត់ឈប់ទេអាធ្វើចោលហ្នឹងពួកមិនដឹងថាគាត់រស់ដោយវិធីណាបើគាត់អត់មានលុយរបបគាត់ដួលឯងអញ្ចឹងគាត់ត្រូវរកលុយដើម្បីទប់ជាមួយនឹងការពាររបបគាត់នឹងហើយបើទប់ជាមួយការពាររបបវាសេដ្ឋកិច្ចវាអត់ដើរមានតែអីមានតែលួចគេនឹងឯងទោះបីគេរករឿងយ៉ាងម៉េចក៏ដោយនៅតែទ្រាំលួចគេអញ្ចឹងដែរនៅលួចអត់ឈប់ទេគាត់ថាវាមិនច្រើនដូចមុនវាកាត់បន្ថយតែលួចនៅតែលួចអញ្ចឹងថ្ងៃនេះខ្ញុំបង្ហាញឲ្យបងប្អូនឃើញថាអ្វីដែលគេថាយើងនៅពីក្រៅនិយាយបោកប្រាស់អត់ទេមុននឹងនិយាយខ្ញុំបានស្រាវជ្រាវខ្ញុំបានស៊ើបខ្ញុំមានបណ្ដាញខ្ញុំនៅក្នុងដែរដើម្បីផ្ដល់ព័ត៌មានមកឲ្យខ្ញុំមានបណ្ដាញខ្ញុំនៅតាមជួរព្រំបន្ទល់ដែរសំបីតាដីសម្បទានដែលរដ្ឋសម្បទានទៅឲ្យវៀតណាមគេ
đâm cao su nông lừa tam cả bất kỳ chi ra nông cầu do tao là rung đây Khmer hỏi đất cái chấm ra như đuôi nông vô đây vô mà chạ lục bình còn miền Đài bằng phôn mới tao tích ọt bên sau lại đi rồi bọp lục hôn sai này cứ tích bên sau lại đi có ai lụa hai bị đam có xe có cái trọ xe ai bị đam dương riêng sắt tại đây Khmer tao có trò có pu là vay có cái trọ xe lâu yuan vô tao mình do có họ nâng hơi đây để nấu chung vinh có nâng tây sa một nâng cái do đó là 65,000 km carré tổ tiên mà nâng bỏ 10,000 km carré mình tích cái nào bằng bốn chán á chưa ấy bằng bốn chưa na sầm rạp nhom chưa na bằng bốn mà ha sai chưa nâng dương mình cua bắt đầu ở Khmer dương to tổ tiên tê hay côn Khmer đâu cả nông chụp sầm ngom tàu lục đại chỉ ni thì hiên cả đôi cài mùi cài pi đại chỉ Khmer sắp sạt của tài ngược mau hay đó lục chùm niên ca nâng tranh tàu bộ chùm niên ca nâng hai các bạn mà xin nâng hai đại mình chia ao tọp dương đầu nghiêm các bạn mà xin chùm niên ca nâng hai đại phơ ao pol rọt dương là lìa lụt cùng tục bộ nâng cầm chặt cho tàu bà lục nâu tại tục ta câu nó không sạch cứ sạch nâng rồi lui soi chẳng mình sao thế chẳng đo bên về đi hơiខ្ញុំជឿថាបើខ្មែរងើបលើកនេះណាខ្ញុំជឿសហរដ្ឋអាមេរិកនឹងប្រកាសមិនអាចឲ្យរដ្ឋាភិបាលធ្វើបាបពលរដ្ឋខ្មែរទេដោយប្រទេសអឺរ៉ុបអញ្ចឹងបើហ៊ានតប៉ះប្រជាពលរដ្ឋសម្រាប់ប្រជាពលរដ្ឋតទៅទៀតគឺអាមេរិកដាក់ហើយអញ្ចឹងស្រុកខ្មែរបងប្អូនត្រូវតែមានស្មារតីបែបហ្នឹងណាហើយសង្ឃឹមថាលើកនេះយើងនឹងរកច្រកលោកប្រធាននឹងរកច្រកដើម្បីនាំលទ្ធិប្រជាធិបតេយ្យចូលកម្ពុជាឲ្យបានពឿនសុភ័ក្រថៃមិនចង់វាយរបបក្រុងភ្នំពេញទេប៉ុន្តែគេចង់វាយយកដីខ្មែរពិតព្រោះចោលឃើញចំណុចខ្សោយហ៊ុនសែនត្រឹមត្រូវគេប្រើល្បិចត្រង់យ៉ាងម៉េចហ៊ុនសែនមានកំហុសពីរឿងឧក្រិដ្ឋកម្មអនឡាញគេយកលេសអាហ្នឹងគេមិនហៅថាប្រើល្បិចទេគេយកលេសឧក្រិដ្ឋកម្មអនឡាញហ្នឹងវាយយកដីអ្នកឯងតន់អ្នកឯងកំពុងតែពិភពលោកគេថ្កោលទោសដាក់អ្នកឯងមានអ្នកណារករឿងថៃអត់មានផងហ្នឹងវាយកាន់តែខ្លាំងកូរ៉េជួយថៃជប៉ុនជួយថៃដោយសារអីគេឃើញឧក្រិដ្ឋកម្មអនឡាញដែលយកប្រជាជនគេយកមកសម្លាប់ដែរហ្នឹងអញ្ចឹងគេឈឺចាប់ដែរហើយបើគេឈឺចាប់ដាក់ទៅឧទាហរណ៍ចៅមួយហ្នឹងធ្លាប់លួចកង់ខ្ញុំធ្លាប់លួចអីវ៉ាន់ផ្ទះខ្ញុំស្រាំស្អែកឡើងទៅលួចម៉ូតូគេចាប់បានដល់គេចាប់បានខ្ញុំយប់មិញទឹកបាត់កង់ទឹកបាត់ម៉ូតូដែរដាក់វាទៅអញបាត់ក្តៅនេះនៅកំពុងឈឺចាប់នេះដាក់ទៅយ៉ាងណាមិញហ៊ុនសែនដូចគ្នាមានអ្នកណាមួយប្រទេសណាមួយដែលចេញគ្រប់គ្រងលោកហ៊ុនសែនអត់មានទេសូម្បីតែចិនក៏អត់មាន